ពេលយើងជួបបញ្ហាអញ្ចឹងយើងមានគ្នាចែកបាទយើងរកដំណោះស្រាយយ៉ាងម៉េចយើងគួរកែប្រែយ៉ាងម៉េចអាហ្នឹងដូចមានដៃស្មើហ្នឹងមានដៃគូចែកបាទបញ្ហាគ្រប់គ្រងលុយមុននឹងរៀនហ្នឹងគឺមិនន័យថាវាអត់សូវច្បាស់ប៉ុន្តែយើងរកបានតែយើងអត់ដឹងថាចូលប្រមាណហើយចាយប្រមាណក៏យើងមិនដឹងថាវាបានប្រមាណដែរនៅក្នុងមួយខែមួយថ្ងៃរបស់យើងណាដល់បន្ទាប់ពីរៀនមកយើងបានកត់ត្រាចំណូលចំណាយជាប្រចាំអញ្ចឹងយើងអាចដឹងថាចូលក្នុងខែហ្នឹងប្រហែលចំណាយក្នុងខែហ្នឹងប្រហែលហើយមានអ្នកគ្រូពីចម្ងាយបញ្យល់មានភាពងាយស្រួលបំផុតមិនបាច់អង្គុយដេករៀនក៏បានបាទងាយស្រួលយើងមិនខាតពេលយើងមានពេល1ម៉ោងក៏រៀន1ម៉ោងទៅយើងមានពេលកន្លះម៉ោងរៀនកន្លះម៉ោងទៅឲ្យតែយើងថាចង់រៀនខ្ញុំចង់សំណូមពរឲ្យសម្រាប់យុវជនដែលគាត់ទី1គាត់អត់មានការងារធ្វើទី2គាត់មានការងារធ្វើហើយក៏ប៉ុន្តែមុខរបរហ្នឹងវាមិនសូវរលូនបាទអញ្ចឹងសំណូមពរយុវជនភាគច្រើនដើម្បីចូលរួមនៅក្នុងការរៀនសូត្រហ្នឹងគឺវាមានភាពច្បាស់លាស់ហើយទៅថ្ងៃមុខទៅគឺយើងថាបើយើងចង់ធ្វើអីវាមិនបើមានប្រឈមក៏វាប្រឈមតិចតួចបាទបើយើងមានបទពិសោធន៍ហ្នឹងណាបាទព្រោះយើងនៅយើងហ្នឹងដឹងស្រាប់ហើយនៅខ្ញុំនៅខាងភូមិខ្ញុំណាដឹងស្រាប់ហើយសិស្សបោះបង់ការសិក្សាច្រើន